បាទណាសួស្តីពុកម៉ែបងប្អូនហើយនេះគឺជាផ្លែដកពាយណាហ្នឹងតែដកពាយនេះប្រភេទដើមណាហ្នឹងមិនមែនប្រភេទវល្លិទេប្រភេទវល្លិគឺខ្ញុំបានបង្ហាញថ្ងៃមុនដែរហ្នឹងនេះប្រភេទផ្លែដកពាយនេះគឺយើងញ៉ាំអត់កើតទេណាវាកំពុលប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញនេះគឺអឺដើមនេះគឺយកធ្វើថ្នាំដោះអំពើហ្នឹងហើយតែខ្ញុំបង្ហាញច្រើនទេប៉ុន្តែមិនទៅជាបង្ហាញផ្លែឲ្យឃើញបងប្អូនណាថ្ងៃនេះខ្ញុំបង្ហាញផ្លែបងប្អូនបានឃើញហើយនេះផ្លែច្រើនណាផ្លែមូលតូចចឹងហ្នឹងផ្លែដកពីហ្នឹងហើយមានច្រើនណាស់ហើយខ្ញុំមកថ្ងៃនេះខ្ញុំមករកកាប់ថ្នាំហ្នឹងហើយកាប់ថ្នាំដោះអំពើហ្នឹងហើយថ្នាំនៅមុខនេះគឺជាថ្នាំគឺជាដើមវល្លិដកពីដើមដកពីហ្នឹងឯងណាមិនមែនវល្លិទេហើយដោយបងប្អូនបានឃើញស្រាប់ហើយណាផ្លែវាមានសភាពមូលនិងក្រហមណាប៉ុន្តែញ៉ាំអត់កើតទេវាកពុលហើយខ្ញុំខ្វះដើមហ្នឹងណាយើងកាប់យកថ្មីបានថ្នាំហ្នឹងខ្លាំងណាយើងកាប់រៀងយូរតិចទុកទៅរៀងខ្សោះថ្នាំមិនសូវមានប្រសិទ្ធភាពទេប្រកែដូចគ្នាប៉ុន្តែរៀងចុះខ្សោយថ្នាំអ៊ំមកថាថ្នាំចាស់យើងប្រើអស់4-5 ដុំអញ្ចឹងបានជាប៉ុន្តែបើអាថ្នាំថ្មីនេះតែ3 ដុំទេណាហើយទៅពើមកគឺជ្រុះហ្នឹងវាធ្លាក់មកហ្នឹងហើយថ្នាំដោះអំពើនេះដែរគឺខ្ញុំបានចេះដឹងមកគឺតាមលោកគ្រូធម្មននទេណាហើយដែលគាត់បានបង្ហាញហើយខ្ញុំក៏ស្គាល់ដើមឈើហ្នឹងក៏ខ្ញុំបង្ហាញបន្តទៅបងប្អូនហ្នឹងហើយបងប្អូនណាដែលមិននៅស្រុកព្រៃមិនចង់ចំណាយបច្ច័យដើម្បីជីវទេគឺអាចមើលនៅវីដេអូនេះដែលខ្ញុំបង្ហាញហ្នឹងស្គាល់ទេយើងអាចដើរកាប់នឹងរកហូបខ្លួនឯងទៅហ្នឹងហើយស្លឹកវាដូចស្លឹកត្រាស់ដែរណាប៉ុន្តែវាគ្រាន់តែស្តៀងហ្នឹងហើយថ្ងៃនេះខ្ញុំបានមករកដើមហ្នឹងដើម្បីយកមកធ្វើហើយនេះវល្លិដកពីយហ្នឹងយើងកាប់ប្រភេទវល្លិបានខ្លះហើយអញ្ចឹងយើងមកកាប់ដើមដកពីម្ដងហ្នឹងហើយស្របពេលដែលមានផ្លែច្រើនក៏ខ្ញុំបង្ហាញទៅបងប្អូនបង្ហាញអំពីសភាពនៃផ្លែវាឲ្យបងប្អូនបានស្គាល់កន្លែងបងប្អូនដើរទៅជួបមិនបានជួបមិនស្គាល់ទេយើងមើលតែផ្លែទៅបងប្អូនហ្នឹងនឹងស្រួលរកស្រួលហូបហ្នឹងខ្ញុំបង្ហាញវីដេអូច្បាស់ឲ្យបងប្អូនបានឃើញហ្នឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនណាបើមិនបងប្អូនត្រូវការថ្នាំណាហ្នឹងហើយគឺបងប្អូនមិនអាចនឹងស្វែងរកថ្នាំខ្លួនឯងបានឬក៏មិនស្គាល់បងប្អូនអាចទំនាក់ទំនងតាមរយៈ YouTube ខ្ញុំបាទហ្នឹងដែលមានលេខទូរស័ព្ទដាក់នៅខាងក្រោមហ្នឹងហើយអញ្ចឹងសូមអរគុណបងប្អូនសូមជម្រាបលា